សួស្តីប្រិយមិត្តជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនិទានរឿងមួយដែលមានលក្ខណៈភ័យព្រឺព្រួចញាប់ប្រាណមែនទែនរឿងនោះផងដែរមានចំណងជើងថាខ្មោចវាយក្បាលចាប់ផ្ដើមនៅសាច់រឿងមកគឺបង្ហាញអំពីគូស្វាមីភរិយាមួយគូដែលបរិសុទ្ធជាប្តីមានឈ្មោះថាខេនហើយភរិយារបស់គាត់មានឈ្មោះថាហានអ្នកទាំងពីរគឺជាអ្នកមានអាជីពជាអ្នកធ្វើស្រែចម្ការឯខេនវិញគឺជាបរិសុទ្ធដែលឧស្សាហ៍ព្យាយាមណាក៏សរសើរគាត់ដែរនៅពេលដែលផុតរដូវធ្វើស្រែគាត់តែងដាំដំណាំគ្រប់ប្រភេទដើម្បីរកចំណូលចូលដល់គ្រួសារប៉ុន្តែថ្ងៃមួយនេះខេនបានចេញទៅស្រែដោយយកចបនិងកំបិតដោយសារតែថ្ងៃនេះនេះខេនត្រូវកាប់ឆ្ការដំបូងមួយដើម្បីដាំម្ទេសដំបូងនោះមានលក្ខណៈគួរឲ្យខ្លាចដោយសារតែវាស្រោបទៅដោយព្រៃទ្រុបទ្រុលនិងមានវល្លិយ៉ាងក្រាស់ឃ្មឹកប៉ុន្តែមិនបានប្រមាណថ្ងៃផងនេះខេនក៏បានកាប់ឆ្ការដំបូងនោះយ៉ាងរៀបធេងបន្ទាប់មកគេក៏បានដកកូនម្ទេសមកដាំកន្លែងដំបូងនោះមិនបានប្រមាណថ្ងៃមកកូនម្ទេសនោះក៏បានលូតលាស់យ៉ាងខៀវខ្ចីនេះខេនបាននិយាយថាមានល្ងាចមួយពេលគេទៅស្រោចទឹកម្ទេសស្រាប់តែមានអ្វីម្យ៉ាងហោះមកបុកក្បាលគេលីសូឡើងឃ្លុះធ្វើឲ្យគេមានការឈឺចាប់យ៉ាងខ្លាំងក្រោយពីថ្ងៃនោះមកអាការៈជំងឺរបស់នីខេនកាន់តែទ្រុឌទ្រោមទៅយ៉ាងឆាប់រហ័សទោះបីប្រពន្ធរបស់គេទៅទិញថ្នាំមកឲ្យលេបក៏មិនបាត់ក្រោយមកទើបនាំគ្នាចាប់អារម្មណ៍ថាអាចនឹងមានខ្មោចធ្វើព្រោះចាស់នៅក្នុងភូមិរបងជាមួយគ្នាតែឧស្សាហ៍ប្រាប់និងរំលឹកជាញឹកញាប់ក្រោយមកប្រពន្ធរបស់នីខេនក៏បានទៅអញ្ជើញមេមត់មកមើលទើបទីបំផុតបានដឹងថាខ្មោចប្រចាំនឹងបោកកណ្ដៀងបានវាយក្បាលរបស់គេរូបមេមត់នោះក៏បានស្រែកឡើងព្រមទាំងនិយាយសំឡេងខ្មោចគួរឲ្យខ្លាចថាអញត្រូវតែយកជីវិតវាឲ្យបានប្រពន្ធរបស់នីខេនិងញាតិមិត្តភូមិផងរបងជាមួយគ្នាបាននាំគ្នានិយាយអង្វរហើយថាលោកម្ចាស់ចង់បានអីក៏បានដែរតែសូមកុំយកជីវិតរបស់បុរសម្នាក់នេះព្រាមនោះខ្មោចនៅក្នុងមេមត់នោះក៏បានស្រែកមកវិញយ៉ាងខ្លាំងថាស្អីក៏មិនយកដែរស្អីក៏អញមិនយកដែរគុំថាឡៃមន្ទាគោក្របីដំរីសេះសំបីតែយន្តហោះក៏អញមិនយកដែរអញត្រូវតែយកជីវិតរបស់វាព្រោះវាហ៊ានប្រហើនណាស់ហ៊ានទៅកាប់ឆ្ការកន្លែងដែលអញរស់នៅឲ្យមានប្រាប់អញវិមាត់សោះអញមិនស្ដាប់ការអង្វររបស់អ្នកណាទាំងអស់អញទៅហើយនិយាយបានតែប៉ុណ្ណឹងរូបមេមត់នោះក៏បានដួលសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញប្រពន្ធរបស់នីខេនិងញាតិមិត្តជិតខាងរបស់គេមានការស្លុតចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងមួយថ្ងៃក្រោយមកនីខេក៏បានអស់ដង្ហើមចាក់លោកនេះទៅញាតិមិត្តជិតខាងក៏បានជួយទុកដាក់សពរបស់នីខេនៅក្នុងមឈូសនិងនិមន្តព្រះសង្ឃមកធ្វើបុណ្យតាមប្រពៃណីអ្នកភូមិបានជួយសែងចាក់សពរបស់នីខេទៅទុកនៅឯភូមិចាស់ជាដែរជាកែដំណើរពីដូនតារបស់គេដែលនៅឆ្ងាយពីភូមិស្រុកប្រហែលជា3គីឡូម៉ែត្រពួកយើងចេញដំណើរទៅប្រហែលជាម៉ោង3ល្ងាចទៅហើយទម្រាំតែជីរណ្ដើកប់ទុកដាក់រួចរាល់ក៏យប់ល្មើបអ្នកដែលជួយសែងសាកសពទាំងប្រមាណក៏ត្រឡប់មកផ្ទះវិញអស់តាំងពីនៅភ្លឺភ្លឹមមកម្លេះហើយខ្ញុំនិងអ្នកជិតខាង4នាក់ទៀតនៅជួយគ្នាកប់រំដើកកាលពីនៅភ្លឺអត់ទាន់មានអ្នកណាថាខ្លាចអីទេលុះមកដល់ពេលយប់ថែមទាំងមេឃងឹតទៀតនោះធ្វើឲ្យពួកយើងទាំង5នាក់មានអារម្មណ៍ថាស្រីឆ្អឹងខ្នងក៏ដណ្ដើមគ្នាដើរកណ្ដាលនៅពេលដែលត្រឡប់មកផ្ទះវិញភ្លាមនោះសម្លេងមិត្តខ្ញុំម្នាក់ក៏បានប្រាប់ថាស្អីគេនោះយើងម្នាក់ឆ្លេឆ្លារកមើលព្រមទាំងត្រៀមផ្លូវសម្រាប់រត់រៀងខ្លួនខ្ញុំព្យាយាមតាំងចិត្តថាមិនខ្លាចមិនបានសោះទើបសម្រេចចិត្តប្រាប់ឲ្យគេបញ្ចាំងភ្លើងពិលទៅតែម្ដងទៅពុទ្ធោអើយគ្រាន់តែបញ្ចាំងភ្លើងពិលទៅភ្លាមភ្នែករបស់ពួកយើងទាំង5នាក់ក៏បានឃើញនីខេនឈរឆ្កឹងដាក់ដៃទាំងពីរមកមុខលានអណ្ដាតធ្លាក់ដល់ទ្រូងភ្នែកប៉ុនកដៃស្ទុះមកពួកយើងទាំងអស់គ្នាលែងគិតអ្វីច្រើនទៀតហើយត្រឹមតែគិតថាសក់អាណាក្បាលនឹងក៏បានបោសម្ដៅមកផ្ទះវិញយ៉ាងលឿនពេលមកដល់ផ្ទះវិញខ្ញុំឈឺ3ថ្ងៃហើយអ្នកខ្លះទៀតឈឺពី6ទៅ7ថ្ងៃហើយខ្លះទៀតឈឺដល់1ខែឈឺដល់ជ្រុះសក់ដូចគ្រុនចាញ់តាមរយៈបទពិសោធន៍របស់ខ្ញុំប្រាប់ថាខ្មោចមានពិតប្រាកដព្រោះខ្ញុំបានជួបផ្ទាល់នៅផ្នែកបានណាមិនជឿសាកមើលទៅបាទប្រិយមិត្តទាំងអស់គ្នារឿងខ្មោចវាយក្បាលបានមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងរឿងខ្មោចវាយក្បាលនេះគឺជារឿងដែលភ័យរន្ធត់តែខ្ញុំបានដកស្រង់ចេញពី Google មកបើបងប្អូនណាចង់អានអាច search រកមើលបានខ្ញុំនឹងទម្លាក់link នៅក្នុង description សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ